នៅព្រឹកថ្ងៃសុក្រ10រោចខែចេសឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី20ខែមិថុនាឆ្នាំ2025នេះឯកឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ជាច្រើនរូបបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងកងវីរៈសេនាតូចនគរបាលការពារព្រំដែនដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនិងខេត្តប៉ៃលិនឯកឧត្តមសេនីយ៍ឯកសុកវាសនានិងលោកជំទាវព្រមទាំងគណៈប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខនៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនរួមមានវីរៈសេនាតូចនគរបាលការពារព្រំដែនលេខ823និង310ក្នុងឱកាសចុះសួរសុខទុក្ខនៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងតាមបន្ទាត់ព្រំដែនឯកឧត្តមអគ្គនាយកក៏បានមានប្រសាសន៍កោតសរសើរនិងលើកទឹកចិត្តដល់កងកម្លាំងដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដីនិងរក្សាសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរឯកឧត្តមសេនីយ៍ឯកអគ្គនាយកនិងគណៈប្រតិភូក៏បានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងវរៈសេនាតូចទាំងអស់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនចំពោះកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនខេត្តបាត់ដំបងនិងខេត្តប៉ៃលិនសូមយកចិត្តទុកដាក់ថែរក្សាសុខភាពសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងត្រៀមលក្ខណៈឲ្យបានជាប់ជាប្រចាំសម្រាប់ករណីចាំបាច់ណាមួយកើតឡើងក្នុងឱកាសនោះដែរឯកឧត្តមអគ្គនាយកបាននាំយកនៅឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់កងកម្លាំងគ្រប់អង្គភាពទាំងនោះផងដែរឆ្លៀតឱកាសនោះដែរឯកឧត្តមអគ្គនាយកនិងគណៈប្រតិភូក៏បានឆ្លៀតចូលសំណេះសំណាលជាមួយកងកម្លាំងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំក្នុងភូមិសាស្ត្រខេត្តប៉ៃលិន